ព្រឹកថ្ងៃទី6ខែកក្កដាឆ្នាំ2023និស្សិតស្រីឈ្មោះសាំងសៀវដែលកំពុងស្ថិតក្នុងពេលវេលាវិស្សមការរដូវក្តៅនាងស្រាប់តែទទួលបានទូរស័ព្ទមួយដែលទេមកពីម្ដាយបានសួរទៅសាំងសៀវក្នុងសភាពស្លន់ស្លោថាបងប្រុសរបស់ឯងនៅផ្ទះឬទេសំណួររបស់ម្ដាយធ្វើឲ្យនាងមីងមាំងតែម្ដងព្រោះដោយសារការទៀមទានៃការងាររបស់បងប្រុសទើបបងប្រុសតែងតែត្រឡប់មកផ្ទះវិញរាល់យប់ជ្រៅយូរក៏ទៅជាទម្លាប់ទើបនាងតែងតែចូលសម្រាកមុនមិនបានរងចាំមើលផ្លូវបងប្រុសមកផ្ទះវិញនោះទេហើយក្រោយពេលដែលនាងបានឮម្ដាយសួរបែបនេះនាងក៏ស្មានថាបងប្រុសកំពុងតែគេងក្នុងបន្ទប់សាំងសៀវក៏ដើរទៅមើលបន្ទប់របស់បងប្រុសក៏ប្រទះឃើញថាបងប្រុសមិននៅក្នុងបន្ទប់នោះទេបងប្រុសរបស់សាំងសៀវមានឈ្មោះថាលាស់តាមីគឺជាអ្នកល្បីល្បាញមួយរូបនៅក្នុងបណ្ដាញសង្គម抖អ៊ីនរបស់ចិនឬហៅថា TikTok ដែលមានអ្នកតាមដានដល់ទៅ1លានជាងលាស់តាមីល្បីល្បាញដោយសារតែការច្រៀងចម្រៀងបែបហ៊ីដោយគេសម្ដែងជាតួស្រីនិងតែងខ្លួនជាមនុស្សស្រីយប់ថ្ងៃទី5ខែកក្កដាឆ្នាំ2023លាស់តាមីកំពុងតែចូលរួមសម្ដែងក្នុងរោងមហោស្រពឈូហានហ្វុងហួរក្នុងក្រុងណានយ៉ាងលាស់តាមីបានសម្ដែងនៅបទដែលគេស្ទាត់ជំនាញចំនួន3បទហើយការសម្ដែងគឺចាប់ផ្ដើមពីម៉ោង9រហូតដល់ម៉ោង11យប់ទើបត្រូវបានបញ្ចប់ដូចនេះលាស់តាមីជាធម្មតាក្រោយបញ្ចប់ការងារគេនឹងត្រឡប់ទៅផ្ទះដើម្បីសម្រាកដូចសពមួយដងតែលើកនេះគឺខុសពីរាល់ដងព្រោះលាស់តាមីបែរជាមិនមកផ្ទះវិញសាំងសៀវជាប្អូនក៏ចាប់ផ្ដើមងើយឆ្ងល់រួចក៏បានបំរុងផ្ញើសារទៅបងប្រុសដើម្បីសួរថាតើពេលនេះបងប្រុសនៅឯណាហេតុអ្វីក៏មិនឃើញត្រឡប់មកផ្ទះពេលដែលសាំងសៀវបើកវីឆាតរបស់បងប្រុសក៏ឃើញថាបណ្ដាញសង្គមវីឆាតរបស់លាស់តាមីមានបង្ហោះនៅសកម្មភាពមួយគឺលាស់តាមីបានបង្ហោះថាមួយរយៈនេះត្រូវទៅលំហែអារម្មណ៍បើគ្មានការអ្វីទេសូមកុំរំខានថែមទាំងបានដាក់រយៈពេលកំណត់អាចមើលឃើញបានត្រឹម3ថ្ងៃសាំងសៀវយល់ថាប្រហែលជាបងប្រុសមានសម្ពាធការងារទើបត្រូវដើរលំហែខួរខ្លះកុំឲ្យស្មុគប៉ុន្មានថ្ងៃទៀតបងប្រុសនឹងត្រឡប់មកវិញទើបសាំងសៀវមិនបានគិតអ្វីច្រើនរហូតដល់ម៉ោង10យប់ថ្ងៃដដែលបងប្រុសក៏នៅតែមិនទាន់ឃើញត្រឡប់មកវិញធ្វើឲ្យសាំងសៀវចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តនាងក៏បានផ្ញើសារនិងសាកសួរពីស្ថានភាពរបស់បងប្រុសជាថ្មីតែបងប្រុសបែរជាតបនាងវិញថាកុំរវល់នឹងគេនៅទីនេះគេមានបញ្ហាខ្លះជប់ផ្ញើសារទៅឲ្យគេទៀតក្រោយមកសាំងសៀវក៏បានយករឿងទាំងនេះទៅប្រាប់ម្ដាយបន្តតែម្ដាយដែលមានសភាពភ័យស្លន់ស្លោបែរជាប្រែប្រួលខុសប្លែកការពីព្រឹកម្ដាយស្រាប់តែប្រើប្រាស់នៅសម្ដីយ៉ាងម៉ឺងម៉ាត់ទៅកាន់សាំងសៀវថាបើក្រុមហ៊ុនមានមនុស្សសួររកបងប្រុសឯងត្រូវឆ្លើយថាបងឯងចុះទៅសិក្សាការងារនៅកន្លែងឆ្ងាយមិនថាអ្នកណាសួរអ្វីឡើយឯងត្រូវតែនិយាយបែបនេះដូចគ្នាការផ្ដាំរបស់ម្ដាយធ្វើឲ្យសាំងសៀវងើយឆ្ងល់ជាខ្លាំងព្រោះមិនទាន់បានមួយថ្ងៃស្រួលផងហេតុអ្វីម្ដាយមានអរិយាបថប្រែប្រួលខ្លាំងបែបនេះជាការពិតណាស់គឺក្នុងល្ងាចថ្ងៃទី6ខែកក្កដានោះស្ត្រីជាម្ដាយបានទទួលសារមួយដែលផ្ញើពីកូនប្រុសលាស់តាមីបានប្រាប់ម្ដាយថាខ្ញុំបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវមនុស្សហើយកុំទូរស័ព្ទមកខ្ញុំទៀតហើយក៏កុំវីដេអូខលមកខ្ញុំត្រូវទៅលាក់ខ្លួន2ថ្ងៃសិនខ្ញុំនឹងរកមនុស្សឲ្យទៅជួយដោះស្រាយរឿងនេះចាំខ្ញុំបដូរលេខទូរស័ព្ទថ្មីខ្ញុំនឹងតាក់ទងទៅម៉ាក់ស្ត្រីជាម្ដាយឃើញកូនប្រុសផ្ញើសារមកបែបនេះក៏បារម្ភនឹងកូនជាខ្លាំងទើបផ្ញើសារជាសំឡេងទៅឲ្យកូនប្រុសជាហូរហែតែកូនប្រុសមិនបានឆ្លើយតបចំពោះសំណួរម្ដាយនោះទេគេបែរជាបន្តនិយាយថាពេលនេះប៉ូលីសនៅមិនទាន់បានត្រួតពិនិត្យឃើញដល់ខ្ញុំនៅឡើយរថយន្តក៏មិនទាន់ត្រូវបានចាប់ទុកខ្ញុំបានយករថយន្តទៅចតទុកនៅកន្លែងសុវត្ថិភាពមួយរួចទៅហើយចាំដល់ពេលម៉ាក់ឲ្យអ្នកណាម្នាក់ដែលចេះបើកឡានមកបើកយកវាចេញទៅចោះសារដែលលាស់តាមីផ្ញើឲ្យម្ដាយគឺដូចជាស្លន់ស្លោនិងរញ៉េរញ៉ៃធ្វើឲ្យស្ត្រីជាម្ដាយផាត់ភ័យដូចគ្នាទទួលមិនបានចម្លើយដែលគាត់ចង់ដឹងក្តីតែគាត់ក៏យល់ថាកូនប្រុសច្បាស់ជាបើកបរក្នុងពេលស្រវឹងហើយបង្កគ្រោះថ្នាក់រួចក៏រត់គេចខ្លួនយប់នោះឪពុកម្ដាយរបស់លាស់តាមីបារម្ភពីកូនរហូតដេកមិនលក់រងចាំតែដំណឹងរបស់កូនប្រុសរហូតព្រឹកថ្ងៃបន្ទាប់លាស់តាមីក៏ផ្ញើសារឲ្យម្ដាយម្ដងទៀតយកឡានដែលខ្ញុំចតទុកនៅណានយ៉ាងបើកចេញទៅបន្ទាប់មកគេក៏បានផ្ញើនៅរូប3សន្លឹកទៀតដែលរូបនោះបានបញ្ជាក់ពីកន្លែងដែលគេចតរថយន្តនិងកន្លែងលាក់សោរថយន្ត
ដោយសារស្ត្រីជាម្ដាយមិនចេះបើករថយន្តទើបគាត់បានហៅឲ្យក្មួយប្រុសទៅជាមួយដើម្បីបើករថយន្តនោះត្រឡប់មកវិញតែពេលដែលក្មួយប្រុសនឹងគាត់ទៅដល់ទីតាំងក្នុងរូបក៏ឃើញរថយន្តរបស់កូនប្រុសចតស្ងៀមនៅក្បែរផ្លូវពិតមែនប៉ុន្តែមិនឃើញកូនប្រុសនៅក្នុងរថយន្តនោះទេស្ត្រីជាម្ដាយក៏បានធ្វើតាមការផ្ដាច់ផ្ដាំរបស់កូនប្រុសដោយដោះយកស្លាកលេខរថយន្តនោះទុកឡើងនិងឲ្យក្រុមការងាររបស់លោកតាមីទាំងអស់ត្រូវតែនិយាយមូលហេតុតែមួយដូចគ្នាទៅកាន់មជ្ឈដ្ឋានខាងក្រៅនោះគឺលោកតាមីទៅដើរកម្សាន្តលំហែអារម្មណ៍បាត់ទៅហើយថ្ងៃទី8ខែកក្កដាលោកតាមីក៏បានផ្ញើសារលើកចុងក្រោយទៅឲ្យម្ដាយថាអ្នកខាងនោះមិនទាន់ត្រូវបានជួយសង្គ្រោះបាននៅឡើយអាចនឹងខ្លាចទៅជាមនុស្សរុក្ខជាតិចាំខ្ញុំដោះស្រាយរឿងនេះរួចខ្ញុំនឹងតាក់ទងទៅម៉ាក់ទៀតបន្ទាប់ពីនោះមកស្ត្រីជាម្ដាយក៏តាក់ទងកូនប្រុសលែងបានតែម្ដងរហូតដល់ថ្ងៃទី28ខែសីហាម្ដាយរងចាំទៀតលែងបានគាត់កាន់តែគិតកាន់តែយល់ថាមិនប្រក្រតីទើបសម្រេចចិត្តប្តឹងប៉ូលីសជនរងគ្រោះលោកតាមីកើតឆ្នាំ1993ក្នុងភូមិសាំងជាក្រុងអ៊ីជូខេត្តហឺណានភូមិសាំងជាគឺស្ថិតនៅតាមបណ្ដោយជ្រលងភ្នំជាភូមិឋានក្រីក្រមួយរីឯឪពុកម្ដាយរបស់លោកតាមីគឺជាកសិករនៅក្នុងចំណោមកសិករជាច្រើនទៀតក្នុងភូមិដូចនេះវ័យកុមាររបស់លោកតាមីគឺលំបាកជាខ្លាំងបិទតែបែបនេះតែជនរងគ្រោះតាំងពីតូចមកគឺបានបង្ហាញឲ្យមនុស្សម្នាឃើញថាគេមានទេពកោសល្យខ្លាំងទៅលើផ្នែកច្រៀងហ៊ីលោកតាមីអាយុបាន7-8ឆ្នាំគេតែងតែឃ្វាគោបណ្ដើច្រៀងហ៊ីបណ្ដើតែដោយសារតែគ្រួសារមានសភាពក្រីក្រលំបាកទើបគ្មានលទ្ធភាពបញ្ជូនគេទៅរៀនក្នុងសាលាជំនាញសិល្បៈហ៊ីនេះឡើយលោកតាមីដើម្បីជួយសម្រួលបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារគេមិនទាន់បានរៀនចប់អនុវិទ្យាល័យផងក៏ត្រូវចូលបម្រើការក្នុងរោងចក្រក្រណាត់មួយក្នុងក្រុងអ៊ីជូគ្រានោះលោកតាមីនៅតែស្រឡាញ់ចូលចិត្តការច្រៀងហ៊ីដដែលគេតែងតែទៅសួនសាធារណៈរៀនច្រៀងក្រោយចេញពីធ្វើការមានពេលខ្លះក៏ចុះឈ្មោះចូលប្រឡងសម្ដែងជាមួយក្រុមតន្ត្រីក្នុងភូមិនិងឃុំទៀតផងក្រោយការខិតខំពីមួយថ្ងៃទៅមួយថ្ងៃចុងក្រោយឆ្នាំ2010លោកតាមីក៏បានប្រឡងជាប់ចូលសាលាវប្បធម៌និងសិល្បៈក្រុងណានយ៉ាងដោយរៀនផ្នែកចម្រៀងហ៊ីតួស្រីក្រោយប្រឡងបានចូលរៀនសាលាសិល្បៈលោកតាមីមិនដែលលាដៃសុំប្រាក់ពីគ្រួសារដើម្បីបង់សាលានោះទេព្រោះគេតែងតែទទួលធ្វើការសម្ដែងលក្ខណៈតូចៗក្នុងបណ្ដួលកម្សាន្តនានាដូចជាក្លឹបរាត្រីនិងកន្លែងលេងទឹកជាដើមដើម្បីមកដោះស្រាយថ្លៃជីវភាពក៏ដូចជាថ្លៃបង់សាលាត្បិតតែការសម្ដែងទាំងនោះហត់នឿយនិងទទួលបានថ្លៃពលកម្មតិចពេលខ្លះក៏ត្រូវបានភ្នាក់ងារកណ្ដាលលួចកាត់ប្រាក់ពលកម្មមួយចំនួនទៀតក្តីតែលោកតាមីនៅតែមានក្តីរីករាយពុះកញ្ជ្រោចំពោះការសម្ដែងហ៊ីរបស់ខ្លួនដដែលគ្រានោះលោកតាមីត្រូវចំណាយការធ្វើដំណើរដោយខ្លួនឯងរៀបចំត្រៀមឈុតសម្ដែងដោយខ្លួនឯងឆ្លងកាត់ពេលវេលាបាយមិនត្រង់មាត់ដេកមិនត្រង់ភ្នែកឆ្លងកាត់ឧបសគ្គការមើលងាយយ៉ាងច្រើនក៏លោកតាមីមិនដែលរអ៊ូរទាំចំពោះការងារដែលគេស្រឡាញ់នេះឡើយលើពីនេះឆ្លៀតពេលទំនេរលោកតាមីនៅទ្រាំអត់ងងុយទៅរៀនបន្ថែមនៅបទចម្រៀងក៏ដូចជាក្បាច់រាំហ៊ីថ្មីថែមទាំងសន្សំប្រាក់សម្រាប់ទិញឈុតសម្ដែងតម្លៃរាប់ពាន់យន់សម្រាប់ពាក់ឡើងសម្ដែងឲ្យខ្លួនឯងមើលទៅស្រស់ស្អាតនៅលើឆាកឆ្នាំ2016លោកតាមីក៏ចាប់ផ្ដើមត្រូវបានស្គាល់ពីមហាជនទើបជួនកាលនាងក៏ទទួលបានការសម្ដែងដែលមានតម្លៃលើសពី1000យន់ក្នុងមួយឆាកតែចំណូលរបស់លោកតាមីនៅតែមិនកើនឡើងនោះទេហើយដើម្បីទទួលបានចំណូលបន្ថែមលោកតាមីក៏ចាប់ផ្ដើមធ្វើការលក់គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញគឺបណ្ដាញសង្គម WeChat ឆ្នាំ2017កម្មវិធីបណ្ដាញសង្គមថ្មីៗជាច្រើនដូចជាខ្វៃសូតៅអ៊ីងជាដើមត្រូវបានពេញនិយមក្នុងស្រទាប់ប្រជាជនចិនហើយវាក៏បានក្លាយទៅជាឱកាសមួយសម្រាប់លោកតាមីក៏ចាប់ផ្ដើមថតវីដេអូខ្លីៗបង្ហោះទៅក្នុងកម្មវិធីទាំងនោះវីដេអូដែលប្រកបដោយភាពរស់រវើកនិងការតុបតែងខ្លួនបែបបុរាណសម័យដ៏ស្រស់ស្អាតតែពេលនិយាយបែរជាចេញសម្លេងប្រុសនោះស្រាប់តែទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើនហើយវាក៏បានធ្វើឲ្យលោកតាមីទទួលបានអ្នកគាំទ្រជាច្រើនដូចគ្នាដល់ឆ្នាំ2019អ្នកគាំទ្ររបស់លោកតាមីក្នុងតៅអ៊ីងមានដល់ទៅ1,200,000 ជាងអ្នកទៅហើយស្របពេលជាមួយគ្នានោះលោកតាមីក៏បានជ្រៀតចូលទៅក្នុងការផ្សាយផ្ទាល់លក់ផលិតផលតាមប្រព័ន្ធអ៊ីនធឺណិតនៃគ្រានោះយ៉ាងខ្លាំងក្លាដូចគ្នាលោកតាមីចាប់ផ្ដើមលក់គ្រឿងសម្អាងដោយបដូរពី WeChat មកកាន់ការផ្សាយផ្ទាល់តាមរយៈខ្វៃសូនិងតៅអ៊ីងវិញម្ដង
ក្នុងមួយថ្ងៃលតាមីនឹងធ្វើការផ្សាយលក់លទ្ធផល2ដងយ៉ាងទៀងទាត់គឺពេលរសៀលនិងពេលយប់ផ្សាយផ្ទាល់ម្ដងគឺចន្លោះពី1ម៉ោងទៅ2ម៉ោងក្នុងពេលលក់លទ្ធផលលតាមីក៏ឆ្លៀតតែងទ្រង់គ្រឿងសម្ដែងច្រៀងហ៊ីទៀតផងឲ្យតែមានការសំណងពរពីអ្នកគាំទ្រលតាមីនឹងសម្ដែងឬច្រៀងភ្លាមមិនថាជាទម្រង់បែបហ៊ីបុរាណឬសម័យទំនើបនោះទេក្រៅពីលក់ផលិតផលលតាមីក៏មានបង្រៀនអ្នកគាំទ្រពីការថែរក្សាសម្ផស្សនិងការថែរក្សាស្បែកជាដើមឡាក់ទោះបីអ្នកគាំទ្រមិនសូវច្រើនបើប្រៀបនឹងអ្នកល្បីផ្សេងទៀតក្តីតែអ្នកគាំទ្ររបស់លតាមីសុទ្ធតែជាអ្នកគាំទ្រដែលស្រឡាញ់គាំទ្រពិតមិនមែនត្រឹមស្រមោលរេចុះឡើងដោយដើមស្រល់នោះទេពេលខ្លះការផ្សាយផ្ទាល់លក់លទ្ធផលរបស់លតាមីត្រឹមតែមួយលើកគឺអាចលក់បានដល់ទៅ20ទៅ30ម៉ឺនយុនឆ្នាំ2020ចំណូលរបស់លតាមីក៏កើនឡើងក្នុងមួយឆ្នាំលើសពី10លានយុនគ្រានោះលតាមីអាយុទើបតែ27ឆ្នាំប៉ុណ្ណោះភាពមានបានហូរចូលទៅក្នុងជីវិតរបស់យុវជនវ័យក្មេងដែលបានខិតខំប្រឹងប្រែងតាំងពីតូចម្នាក់យ៉ាងលឿនស្របពេលដែលការមានបាននោះលតាមីក៏ចាប់ផ្ដើមកែប្រែការរស់នៅរបស់ខ្លួនដូចគ្នាក្រោយល្បីមិនបានប៉ុន្មានលតាមីក៏បានទិញរថយន្តមួយគ្រឿងតម្លៃ400,000យុនឬប្រមាណ$50,000ជាងដុល្លារសហរដ្ឋអាមេរិកហើយមិនបាន3ឆ្នាំផងក៏ប្ដូរទៅជារថយន្តទំនើបដែលមានតម្លៃ1លានយុនជាងឬស្មើនឹងប្រមាណ$11,000សហរដ្ឋអាមេរិកព្រមទាំងទិញផ្ទះថ្មីចំនួន2កន្លែងក្នុងក្រុងណានយ៉ាងសម្រាប់ឪពុកម្ដាយមួយនិងសម្រាប់ខ្លួនឯងផងដែលមានតម្លៃសរុបប្រមាណរាប់លានយុនបន្ថែមពីនេះការចំណាយគ្រប់យ៉ាងរបស់អ្នកផ្ទះក៏លតាមីជាអ្នករ៉ាប់រងទាំងអស់ក្រៅពីផ្ទះនិងរថយន្តហើយនោះលតាមីក៏បានចំណាយប្រាក់ជាច្រើនក្នុងការតុបតែងខ្លួនដូចជាការវះកាត់កែសម្ផស្សនិងសម្លៀកបំពាក់ម៉ាកល្បីៗលើពីនេះលតាមីក៏បានធ្វើការបញ្ជាទិញនៅសម្លៀកបំពាក់សម្ដែងហ៊ីផ្ដាច់មុខសម្រាប់ខ្លួនឯងក្នុងតម្លៃរាប់ម៉ឺនយុននិងគ្រឿងអលង្ការប្រភេទថ្លើមថ្មជាដើមដែលលតាមីខ្លួនឯងជឿថាគ្រឿងអលង្ការថ្លើមថ្មទាំងអស់នោះធ្វើឲ្យគេមើលទៅគឺដូចជាអភិជនមួយរូបទោះបីមានបានបែបនេះតែលតាមីមិនបានភ្លេចកំណើតដើមរបស់ខ្លួននោះទេតាមពិតក្នុងក្រសែភ្នែករបស់មនុស្សទូទៅលតាមីគឺជាមនុស្សដែលកក់ក្ដៅទន់ភ្លន់ម្នាក់ចំពោះការងារលតាមីតែងគិតពីតម្រូវការរបស់បុគ្គលិកជាមុនទោះបីខ្លួនឯងមិនបរិភោគសាច់តែគេនៅតែសម្រេចចិត្តតាមបុគ្គលិកក្នុងការរស់នៅលតាមីគឺជាមនុស្សចេះឱនលំទោននិងផ្ដល់ក្តីគោរពរាល់ពេលដែលគេជួបមនុស្សចាស់អ្នកសុំទានឬអ្នកអនាម័យក៏តែងតែទិញអ្វីម្យ៉ាងផ្ញើជូនទៅពួកគាត់ហើយក៏ធ្លាប់មានមនុស្សនៅក្នុងបណ្ដាញសង្គមផ្ញើសារទៅរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនប្រាប់ទៅដល់លតាមីក៏ស្រាប់តែវេប្រាក់ចំនួន$5,000យុនឲ្យទៅបុគ្គលនោះតែម្ដងក្នុងខណៈដែលគេមិនស្គាល់បុគ្គលនោះហើយបុគ្គលនោះក៏មិនមែនជាអ្នកគាំទ្ររបស់លតាមីដូចគ្នាក្រៅពីនេះកូវីដនៅក្នុងខេត្តហឺណានខ្យល់ព្យុះនៅចុងជោនិងទឹកជំនន់នៅជ័រជោរាល់ពេលទីណាមានគ្រោះធម្មជាតិឬទុក្ខលំបាកលតាមីនឹងធ្វើការបរិច្ចាគមានម្ដងលតាមីថែមទាំងបានម៉ៅរថយន្តដឹកជំនួយទៅដល់ទីតាំងរងគ្រោះតទៀតផងមកដល់ត្រង់នេះគ្រប់គ្នាច្បាស់ជាងើយឆ្ងល់ថាមនុស្សល្អម្នាក់ដែលតែងតែជួយមនុស្សគ្រប់គ្នាដោយគ្មានលក្ខខណ្ឌចុះហេតុអ្វីក៏គេអាចតែមានគំនុំនឹងអ្នកដទៃថែមទាំងនាំឲ្យខ្លួនគេជួបនៅគ្រោះបញ្ហាបែបនេះធាតុពិតការបាត់ខ្លួនរបស់លតាមីគឺពាក់ព័ន្ធចំពោះការមានបានយ៉ាងលឿនរបស់គេភាពល្បីល្បាញរបស់លតាមីក៏កើតចេញពីភាពក្លាហានត្រង់ទៅត្រង់មករបស់គេដូចគ្នាវាគឺជាចំណុចខ្សោយមួយរបស់លតាមីដែលធ្វើឲ្យគេខ្វះការប្រុងប្រយ័ត្នចំពោះមនុស្សជុំវិញខ្លួនលតាមីតែងតែបង្ហោះនៅក្នុងបណ្ដាញសង្គមពីការទិញឡានទិញផ្ទះនិងរបស់របរថ្លៃៗជាច្រើនពេលនៅក្បែរអ្នកស្គាល់គ្នាលតាមីក៏រៀបរាប់ពីស្ថានភាពទ្រព្យសម្បត្តិការមានបានរបស់ខ្លួនដោយមិនលាក់លៀមយូរទៅការបង្ហាញសម្ញែងភាពមានបាននេះក៏ធ្វើឲ្យលតាមីទទួលបានមតិដែលរងនឹងការរិះគន់មកវិញជាច្រើនព្រមទាំងកើតមានមនុស្សមកសុំខ្ចីប្រាក់ពីគេរាប់មិនអស់ឯចរិតដែលអាណិតជួយអ្នកដទៃរបស់លតាមីគឺធ្វើឲ្យគេពិបាកហាមាត់ក្នុងការបដិសេធនិងអោបដៃឈរមើលមនុស្សទាំងនោះកំពុងជួបទុក្ខលំបាកដោយមិនជួយបានឡើយដូចនេះហើយទើបក្នុងរយៈពេលប្រមាណឆ្នាំដ៏ខ្លីដែលលតាមីល្បីរកចំណូលបានយ៉ាងក្រាស់ក្រែលនោះលតាមីក៏បានឲ្យប្រាក់ទៅគេខ្ចីរាប់លានយុនខ្ចីស្រួលយកពេញលំបាក
ព្រោះតែអ្នកដែលសងប្រាក់ត្រឡប់មកវិញនោះគឺតិចតួចបំផុតឬស្ទើរតែគ្មានធ្វើឲ្យលតាមីតែងបង្ហោះសារក្នុងបណ្ដាញសង្គមជារឿយៗដើម្បីសុំឲ្យអ្នកជំពាក់ទាំងនោះឆាប់សងប្រាក់វិញលតាមីបានខាត់បងនឹងការឲ្យប្រាក់ទៅគេខ្ចីអស់ជាច្រើនទោះបីគេបានប្រកាសថាឈប់ឲ្យខ្ចីប្រាក់ក៏ដោយតែក៏នៅតែមានមនុស្សជាច្រើននៅតែព្យាយាមចង់តោងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងជនរងគ្រោះដដែលអាចនិយាយបានថាជនរងគ្រោះមើលឃើញពិភពលោកល្អពេកពិសេសសង្គមមនុស្សសម័យនេះគឺមានភាពរញ៉េរញ៉ៃធ្វើឲ្យមនុស្សដែលមានចរិតត្រង់ដូចជាលតាមីមើលមិនធ្លុះហើយតាមមិនទាន់ឡើយឆ្នាំ2021ជំវិញខ្លួនរបស់លតាមីបែរជាលេចឡើងនៅមិត្តភ័ក្តិដែលមានលក្ខណៈជាមនុស្សបោកស៊ីជាច្រើនក្នុងនោះមានដូចជាមិត្តភ័ក្តិខ្លះដែលខានជួបគ្នារាប់ឆ្នាំទៅហើយសុកក៏ស្រាប់តែលេចមុខមកធ្វើជារាប់គ្នានឹងលតាមីហើយខ្លះទៀតក៏ទើបតែស្គាល់និងខ្លះទៀតក៏ស្គាល់តាមគ្នាសូម្បីតែអ្នកជិតខាងរបស់លតាមីក៏អាចនាំគ្រួសារទាំងមូលទៅផឹកស៊ីក្នុងក្រុមហ៊ុនរបស់លតាមីដោយមិនក្រែងចិត្តម្ចាស់ក្រុមហ៊ុនបានដែរអ្នកខ្លះទៀតឆ្លៀតពេលដែលលតាមីមិននៅក្រុមហ៊ុនក៏ចូលទៅបើកម៉ាស៊ីនត្រជាក់ដេកលេងនៅទីនោះដោយមិនខ្វល់ទំនាក់ទំនងក្នុងសង្គមដ៏រញ៉េរញ៉ៃនេះបាននាំឲ្យលតាមីជួបនៅបញ្ហាដែលមើលមិនឃើញជាច្រើនសូម្បីតែខ្លួនលតាមីផ្ទាល់ក៏នឹកស្មានមិនដល់ថាស្របពេលដែលខ្លួនកំពុងតែរាប់អានមិត្តភ័ក្តិដ៏សែនរញ៉េរញ៉ៃទាំងនោះគឺមានភ្នែកជាច្រើនគូកំពុងតែលួចសម្លឹងមើលមកទ្រព្យសម្បត្តិរបស់គេយ៉ាងស្រែកឃ្លានដូចគ្នាព្រោះជនល្មើសដែលចាប់និងសម្លាប់លតាមីទាំង3នាក់នោះគឺសុទ្ធតែបន្លំខ្លួនក្នុងចំណោមមិត្តដែលតាមតោងស៊ីលតាមីនោះឯងត្រឡប់មកកាន់ថ្ងៃ28ខែសីហាវិញម្ដងក្រោយទទួលបានបណ្ដឹងពីគ្រួសារលតាមីភ្លាមប៉ូលីសក៏បើកការស៊ើបអង្កេតចាប់ពីថ្ងៃដែលលតាមីបាត់ខ្លួនដំបូងនោះគឺចាប់ផ្ដើមពីកាមេរ៉ាសុវត្ថិភាពក្បែរមហោស្រពក្នុងយប់ថ្ងៃទី5ខែកក្កដានៅជុំវិញបរិវេណមហោស្រពនិងកាមេរ៉ាតាមដងផ្លូវប៉ូលីសបានប្រទះឃើញក្រោយលតាមីបញ្ចប់ការសម្ដែងពីមហោស្រពលតាមីបានឡើងរថយន្តរបស់ខ្លួនជាមួយនឹងបុរសម្នាក់ពាក់កណ្ដាលផ្លូវក៏មានបុរសនិងស្ត្រីម្នាក់ទៀតឡើងរថយន្តនោះបន្ថែមបន្ទាប់មករថយន្តក៏បើកឆ្ពោះទៅកាន់ស្រុកណានចៅក្រុងណានយ៉ាងហើយរថយន្តនោះក៏បាត់រូបពីកាមេរ៉ាតាមដងផ្លូវពេលរថយន្តបង្ហាញខ្លួនម្ដងទៀតបែរជាគ្មានរូបភាពរបស់លតាមីបង្ហាញខ្លួនមកជាមួយនោះទេឯតាមព័ត៌មានដែលទទួលបានពីធនាគារបានបង្ហាញថាក្រោយលតាមីបាត់ខ្លួនបាន3ថ្ងៃទឹកប្រាក់ក្នុងកាតធនាគាររបស់លតាមីចំនួន2លានជាងយន់ត្រូវបានវេចេញជាបន្តបន្ទាប់ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ប៉ូលីសមិនយូរប៉ុន្មានប៉ូលីសក៏កំណត់ឃើញមុខសញ្ញាចំនួន3នាក់ហើយអ្វីដែលនឹកស្មានម្ដងនោះគឺជនល្មើសគឺជាមិត្តការរៀនបឋមជាមួយនឹងជនរងគ្រោះដែលមានឈ្មោះថាយ៉ាងហឹងគឺជាមិត្តភ័ក្តិជិតស្និទ្ធតាំងពីតូចរបស់ជនរងគ្រោះយ៉ាងហឹងដើម្បីតែប្រាក់500យន់គេបានក្បត់ជនរងគ្រោះដោយគេជាអ្នកណាត់ជនរងគ្រោះចេញមកហើយយ៉ាងហឹងនេះជាអ្នកនាំជនរងគ្រោះឲ្យទៅជួបជនល្មើសអ៊ីចេងសិននិងសាអ៊ីចៅនិងសាអ៊ីចៅគឺជាគូស្នេហ៍នឹងគ្នាយោងតាមចម្លើយសារភាពរបស់គូស្នេហ៍ទាំងពីរនេះបានប្រាប់ប៉ូលីសថាព្រោះតែពួកគេមើលឃើញថាលតាមីគឺសម្បូរប្រាក់ចាយមានទ្រព្យច្រើនឯពួកគេទំនេរគ្មានការងារធ្វើក៏រៀបគម្រោងចង់បានប្រាក់ខ្លះពីលតាមីដំបូងពួកគេគ្រាន់តែចង់យកប៉ុន្មានសែនយន់ប៉ុណ្ណោះតែមិននឹកស្មានថាក្រោយចាប់ខ្លួនជនរងគ្រោះរួចក៏ប្រទះឃើញថាជនរងគ្រោះមានប្រាក់ក្នុងធនាគារដល់ទៅ2លានជាងយន់ហើយក្រោយការគម្រាមនឹងធ្វើបាបពីគូស្នេហ៍ខុសខើទាំងពីររួចជនរងគ្រោះក៏វេប្រាក់ឲ្យជនល្មើសជាបន្តបន្ទាប់ព្រមជាមួយនឹងទ្រព្យជាប់ខ្លួនចំនួន70,000យន់ជនល្មើសជាគូស្នេហ៍នេះក៏ដឹងដូចគ្នាថាបើលែងលតាមីត្រឡប់ទៅវិញលតាមីច្បាស់ជាប្តឹងប៉ូលីសគ្រានោះព្រោះតែប្រាក់ជនល្មើសទាំងពីរបានខ្លាចទៅជាបិសាចបាត់ទៅហើយថ្ងៃទី7ខែកក្កដាក្រោយទទួលបានប្រាក់ជនល្មើសក៏បានធ្វើការសម្លាប់ជនរងគ្រោះដើម្បីបំបត្តិតានក្រោយជនរងគ្រោះស្លាប់បាត់ជនល្មើសខ្លាចអ្វីដែលខ្លួនប្រព្រឹត្តនោះត្រូវបានបែកធ្លាយគេក៏បានដឹកសពរបស់ជនរងគ្រោះទៅកាន់ជាខាងត្បូងឃុំហឺទៀនគឺភូមិសាំងសុភិងដោយយកសពរបស់ជនរងគ្រោះទៅកប់ចោលក្នុងរណ្ដៅស្តុកដំឡូងដែលត្រូវបានបោះបង់ចោលក្រោយភ្នំជាយូរមកហើយថ្ងៃទី28ខែកុម្ភៈឆ្នាំ2025តុលាការក្រុងណានយ៉ាងបានបើកសវនាការកាត់ទោសលើករណីឃាតកម្មជនរងគ្រោះលតាមី
ក្នុងសវនាការលើកទី1នេះជនល្មើសទាំង3ស្រាប់តែកែប្រែចម្លើយដោយបានបដិសេធថាការវេប្រាក់ចំនួន2លានយ៉ុននោះមិនមែនជាការប្លន់នោះទេតែវាគឺជាប្រាក់ដែលជនរងគ្រោះឲ្យពួកគេដោយស្ម័គ្រចិត្តគឺជនរងគ្រោះអង្វរឲ្យពួកគេឲ្យយកទៅពួកគេបង្ខំចិត្តយកថែមទាំងលើកឡើងថាពួកគេនិងជនរងគ្រោះគឺជាមិត្តល្អនឹងគ្នាច្រើនឆ្នាំពួកគេធ្វើម៉េចនឹងអាចសម្លាប់ជនរងគ្រោះទៅកើតការស្លាប់របស់ជនរងគ្រោះគឺជាឧបទ្ទវហេតុប៉ុណ្ណោះពាក្យកុហកដ៏សែនរកកំផែលនេះតើមានមនុស្សប្រមាណអ្នកអាចជឿវាបានដោយសារជនល្មើសកែប្រែចម្លើយដូចនេះការកាត់ក្តីក៏ត្រូវបានអូសបន្លាយរងចាំការបើកសវនាការជាលើកទី2តែមកដល់នឹងពេលនេះសវនាការលើកទី2គឺមិនទាន់ប្រកាសបើកនៅឡើយសូមជួយចុចសញ្ញា Subscribe ក៏ដូចជាសញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មាននិងវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា